បាទសួស្តីអ្នកខ្លាទាំងអស់គ្នាថ្ងៃនេះយើងមកបន្តសាច់រឿងអ្នកចម្បាំងលហិននាគិរីរបស់យើងភាគថ្មីជាបន្តទៅទៀតបន្ទាប់ពីលីនលីក៏បានត្រឡប់មកដល់គ្រួសារប៉ាឡូខឺវិញនៅពេលនេះយើងក៏បានឃើញថាលីនលីកំពុងតែសាកធ្វើដៃជាមួយនឹងប៉ារបស់គាត់ដោយប្រើកម្លាំងជាអ្នកចម្បាំងដាវរបស់ Hooker ដ៏ធំវាប្រហារទៅកាន់លីនលីមើលទៅកាន់ទឹកមុខឡើងមមកម្លាំងដាវក៏បានក្រវីក្រវ៉ាន់ក្មេងៗក៏ដូចជាលោកពូ Hillman នៅខាងក្រោមក្មេងវាក៏បាននិយាយថាឪពុករបស់ខ្ញុំធ្លាប់និយាយថាលោកម្ចាស់ Hooker គឺជាអ្នកគ្រប់គ្រងគ្រួសារប៉ាឡូខឺដែលសុភាពរាបសារបំផុតប៉ុន្តែខ្ញុំមើលទៅប្រហែលជាគិតថាបំផ្ទុះពីការប៉ះទង្គិចគ្នាលោកពូ Hillman ក៏បានប្រាប់ថាប្រហែលជាលើកដំបូងហើយដែលពួកឯងទាំងអស់គ្នាបានឃើញលោកម្ចាស់ Hooker កំពុងតែប្រយុទ្ធមែនទេតាមពិតទៅគាត់គឺជាអ្នកចម្បាំងកម្រិតទី6ដូចជាយើងដែរកម្លាំងប្រយុទ្ធរបស់យើងត្រឹមតែ6000ប៉ុណ្ណោះប៉ុន្តែកម្លាំងប្រយុទ្ធរបស់គាត់យ៉ាងហោចណាស់ក៏10000ដែរលីនលីក៏បានប្រើវេទមន្តដែលជាស្នៀតទំនាញដើម្បីដាក់សម្ពាធទៅកាន់ Hooker បន្ថែមនៅវេទមន្តខ្យល់ដាក់លបឿនបំបុកនៅផ្លែដាវ Hooker គាត់បានប្រើកម្លាំងយ៉ាងខ្លាំងយកដាវធំរបស់គាត់រារាំងពីការវាយប្រហាររបស់លីនលីក៏បានបន្ថែមនៅវេទមន្តខ្យល់ទៅបន្ថែមប៉ុន្តែ Hooker គាត់បាននិយាយថានេះជាអ្វីដែលឯងបានរៀននៅសាលា Exeter មែនទេលីនលីមិនបាននិយាយនោះទេប្រើនៅវេទមន្តខ្យល់យ៉ាងលឿនស្ទុះមកពីខាងក្រោយតែមើលទៅកាន់ដាវដ៏កំណាចរបស់ Hooker នៅតែអាចរារាំងពីការវាយប្រហារពីឆ្វេងពីស្ដាំរបស់លីនលីបានស្ទុះទៅពីខាងក្រោយម្ដងទៀតចាក់ទៅប៉ុន្តែគាត់ប្រើដាវធំរបស់គាត់រារាំងក្រវីទៅកាត់ផ្ដាច់នៅដាវរបស់លីនលីខ្ទេញហើយមួយស្នៀតចុងក្រោយនេះដាវរបស់លីនលីក៏បានភ្ជង់ទៅកាន់ករបស់ Hooker ខណៈពេលដែលដាវរបស់ Hooker ក៏ដល់ករបស់លីនលីដូចគ្នាដែរបន្ទាប់ពីបញ្ចប់នៅការប្រយុទ្ធ Hooker គាត់ក៏បានផ្ដាំថាលីនលីឯងត្រូវតែចាំឯងគឺតែងតែជាកូនចៅរបស់គ្រួសារប៉ាឡូខឺការធ្វើជាអ្នកចម្បាំងគឺជាសញ្ញាបត្រដ៏ជោគជ័យសម្រាប់ឯងនៅក្នុងការរស់រានមានជីវិតកុំបោះបង់វាចោលឲ្យសោះបន្ទាប់មកយើងក៏បានឃើញលីនលីកំពុងតែអង្គុយនៅមុខរូបសំណាកបុព្វបុរសគ្រួសារប៉ាឡូខឺមើលទៅកាន់ដាវរបស់ Hooker ដែលបានប្រយុទ្ធអំបញ្ញមិញ Hooker ក៏បានដើរចូលមកតើឯងនៅចាំពីអ្វីដែលយើងបានប្រាប់ដែរទេអាវុធរបស់បុព្វបុរសនៃគ្រួសារប៉ាឡូខឺរបស់យើងលីនលីក៏បាននិយាយអំពីដាវប្រយុទ្ធវាគឺជាដាវប្រយុទ្ធនៃការសម្លាប់រង្គាលក្នុងរឿងព្រេងគឺធ្លាប់បាននិយាយថាវាមានអំណាចអាចបំបែកភ្នំនិងបញ្ឈប់ទន្លេបានតើនេះវាអាចជាប៉ុន្តែ Hooker គាត់បានប្រាប់ថានេះគឺគ្រាន់តែជាដាវคล้ายៗប៉ុណ្ណោះវាគ្រាន់តែចម្លងពីដាវពិតចំនួននោះប៉ុណ្ណោះលីនលីក៏សួរតើដាវពិតវានៅឯណាទេរាប់រយឆ្នាំមុនគ្រួសារប៉ាឡូខឺគឺបានធ្លាក់ចុះបន្តិចម្ដងបុព្វបុរសម្នាក់ដែលតែងតែស្វែងរកនៅការសប្បាយគាត់ក៏បានលក់វាដាវប្រយុទ្ធក៏បានបាត់បង់ហើយកន្លែងលាក់ទុកវាក៏មិនដឹងច្បាស់នោះទេលីនលីដរាបណាឯងខិតខំប្រឹងប្រែងហ្វឹកហាត់ឯងក៏មានឱកាសអាចក្លាយទៅជាអិសរាជជនដ៏អស្ចារ្យម្នាក់នៃអាណាចក្រហ្វិនឡានជាមិនខាននៅពេលនោះឯងនឹងមានសមត្ថភាពពេញលេញនៅក្នុងការទាមទារយកមរតករបស់គ្រួសារមកវិញនិងលាងសម្អាតនៅភាពអាម៉ាស់របស់គ្រួសារប្រសិនបើឯងនៅតែមិនអាចទាមទារយកបាននៅដាវប្រយុទ្ធសម្រាប់រង្គាលត្រឡប់មកវិញនោះទេយើងក៏គ្មានមុខអ្វីប្រឈមមុខជាមួយនឹងបុព្វបុរសនៃគ្រួសារប៉ាឡូខឺនៅពេលដែលយើងស្លាប់នោះដែរលីនលីក៏បានបញ្ញាចិត្តថាពុកទុកចិត្តចុះក្នុងរយៈពេល10ឆ្នាំខ្ញុំនឹងយកនៅដាវប្រយុទ្ធសម្រាប់រង្គាលមកវិញ Hooker គាត់ក៏ជឿជាក់លើលីនលីនិងបានប្រាប់ថាលើកនេះឯងនៅផ្ទះយូរបន្តិចទេចាំចាក់ចេញរយៈពេល2-3ថ្ងៃទៀតប៉ុន្តែដោយសារតែលីនលីគឺមករៀងយូរដែរហើយវាក៏ដល់ពេលដែលគាត់ត្រូវតែត្រឡប់ទៅវិញដើម្បីធ្វើការហ្វឹកហាត់នៅពេលយប់ Hooker គាត់ក៏បានហៅលោកពូ Hillman ឲ្យមកជួបលោកពូ Hillman គាត់ក៏ភ្ញាក់ផ្អើលដែរដោយសារតែ Hooker គឺបកគលនៅគ្រីស្តាល់វេទមន្តនេះជាច្រើនឲ្យទៅកាន់គាត់ដោយ Hooker ក៏បានប្រាំថាប៉ុណ្ណេះគឺវាទទួលបានប្រាក់គ្រប់គ្រាន់ដើម្បីបង់ថ្លៃសិក្សារបស់ Wooton និងការចំណាយប្រចាំថ្ងៃរបស់គ្រួសារចាប់ពីពេលនេះតទៅលីនលីនិង Wooton ស្ថិតក្នុងការមើលថែរបស់លោកម្ចាស់ប៉ុន្តែ Hooker គាត់ក៏បានផ្អាកក្នុងរយៈពេលប្រហែលឆ្នាំកន្លងមកនេះខ្ញុំបានគិតអំពីលីណាទាំងយប់ទាំងថ្ងៃនៅរស់គឺវាអាក្រក់ជាងការស្លាប់ទៅទៀតមិនថាអ្នកណាគឺជាជនល្មើសនៅពីក្រោយយ៉ាងពិតប្រាកដនោះទេខ្ញុំនឹងរកគេសងសឹកឲ្យលីណា Hillman ខ្ញុំសង្ឃឹមថាលោកអាចធ្វើតាមសំណើរបស់ខ្ញុំរូបភាពក៏បានកាត់មកដល់សាលា Exeter នៅបន្ទប់ស្នាក់នៅរបស់លីនលីហើយនិងបងប្អូនលីនលីក៏បានប្រាប់ដំណឹងអំពីដាវប្រយុទ្ធសម្រាប់រង្គាលទៅកាន់ Yellow ឲ្យបានដឹងផងដែរ Yellow ក៏បានប្រាប់ថាដាវប្រយុទ្ធនេះវាត្រូវបានបាត់បង់រយៈពេលរាប់រយឆ្នាំមកហើយវាមិនប្រកាសថាស្ថិតនៅក្នុងសម្ព័ន្ធបរិសុទ្ធនោះទេប៉ុន្តែយ៉ាងណាក៏ដោយចាំយើងព្យាយាមលីនលីគាត់ក៏បានបដិញ្ញាចិត្តខ្ញុំត្រូវតែទាមទារយកនៅដាវប្រយុទ្ធសម្រាប់រង្គាលមកវិញ Yellow ឯងកុំបារម្ភអីទុកពេលយើងគ្រប់គ្រាន់បន្តិចទៅយើងនឹងអាចរកវាឃើញទោះបីជាវានៅម្ខាងទៀតនៃទ្វីបក៏ដោយប៉ុន្តែយើងត្រូវតែរំលឹកឯងបើសិនបើវាពិតជាដូចឯងនិយាយមែននោះដាវប្រយុទ្ធសម្រាប់រង្គាលវាគឺជាអាវុធរឿងព្រេងនិទានរបស់អ្នកចម្បាំងលោហិតនាគរាជចំនួនទី1នោះអ្នកដែលទទួលបានវាប្រកាសជាមិនងាយនៅក្នុងការបកគលវាត្រឡប់មកវិញនោះទេឯងក៏ត្រូវតែត្រៀមខ្លួនដែរលីនលីគាត់ក៏ឆ្ងល់តើត្រៀមខ្លួនបែបណាទៅ Yellow ក៏ប្រាំវាពិបាកនិយាយណាស់ក្នុងលក្ខខណ្ឌទាំងអស់គឺមានដូចជាលុយកាកម្លាំងឋានៈឬក៏ពេលខ្លះគឺត្រូវតែមានទាំង3មុខនេះតែម្ដងរូបភាពក៏បានកាត់ទៅដល់នៅពេលយប់លីនលីកំពុងតែដើរនៅតាមផ្លូវព្រឹត្តិការណ៍ទៅលីនក៏បាននិយាយថា Alan ឯងបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងណាស់នេះពេលថ្មីនេះដូចជាមិនថត់នោះទេគ្រាន់តែញ៉ាំមួយម៉ាត់នោះនេះមិនមែនជាផ្ទះក្មេងស្រីមានឈ្មោះថា Alice នោះទេលីនលីក៏មើលរួចហើយក៏បានឃើញសម្បត្តិមួយដែលនាងបានចងហើយគាត់ក៏យកវាមកមើលទៅពួកគេទាំងពីរគឺពិបាកក្នុងការជួបគ្នាដោយសារ
សារតែថ្ងៃឈប់សម្រាករវាងសាលា Verlin ហើយនិងសាលា Ensuter គឺវាខុសគ្នាអញ្ចឹងហើយតែងតែផ្ញើនៅកាដូក៏ដូចជាសម្បត្តិឲ្យគ្នាទៅវិញទៅមកអាលីស៊ឺក៏បានទទួលកាដូពីលីនលីក៏តែងតែយកសម្បត្តិដែលនាងបានទុកឲ្យហើយយកទៅអានចំពោះគាត់នៅពេលដែលបានឃើញនៅសម្បត្តិរបស់អាលីស៊ឺឬក៏បានលើពាក្យសម្ដីដ៏ស្មោះត្រង់របស់នាងភាពអស់កម្លាំងទាំងអស់របស់គាត់ក៏បានរសាត់បាត់ទៅកំពុងតែមើលសម្បត្តិសក់មើលអាចមកបីចេះដឹងរឿងគេណាហេលបងធំមើលទៅនាងកំពុងតែរកលបងហើយនៅថ្ងៃបន្តលីនលីក៏តែងតែដើរកាត់តាមផ្លូវហ្នឹងហើយក៏ពេលខ្លះរងចាំមើលនាងក្រែងចេញមកខាងក្រៅគាត់បានឃើញណាប៉ុន្តែនៅថ្ងៃមួយហ្នឹងគឺអាលីស៊ឺនាងក៏ត្រូវបានឪពុករបស់នាងស្ដីបន្ទោសថែមទាំងត្រូវបានគាត់វាយទៀតផងនាងក៏បានយំរត់ចេញមកខាងក្រៅលីនលីក៏បានឡើងទៅលួងនាងដែរទៅហើយក៏បានជួយជូតទឹកភ្នែកឲ្យនៅពេលដែលគាត់ទាញផ្កាមកតងរៀបនឹងជូននាងប៉ុន្តែឃើញថាផ្កាហ្នឹងវាអញញ៉ៃមែនតែននាងក៏សាច់បន្តិចទៅនាងក៏បាននិយាយរៀបរាប់ប្រាប់ថាឪពុករបស់នាងគឺជាមនុស្សដែលចូលចិត្តស្រានឹងលបែងហើយតាំងពីម្ដាយរបស់នាងបានស្លាប់គាត់ក៏រឹតតែប្រព្រឹត្តនៅអំពើទាំងអស់នឹងកាន់តែខ្លាំងហើយមើលទៅថ្ងៃនេះប្រហែលជាគាត់ចាញ់ថែមទៀតហើយបានជាគាត់ខឹងសម្បាបែបនេះលីនលីក៏បានរៀបរាប់ប្រាប់ពីប្រវត្តិរបស់គាត់ដូចគ្នាថាម្ដាយរបស់គាត់គឺបានស្លាប់នៅកំឡុងពេលសម្រាលប្អូនរបស់គាត់នៅពេលនោះគាត់គឺនៅក្មេងខ្លាំងណាស់ប៉ារបស់គាត់ក៏តែងតែតឹងរឹងជាមួយនឹងគាត់តាំងពីក្មេងមកដល់ពេញវ័យប៉ារបស់គាត់គឺមិនដែលញញឹមដាក់គាត់នោះទេប៉ុន្តែលីនលីដឹងថាប៉ារបស់គាត់គឺស្រឡាញ់គាត់ណាស់អាលីស៊ឺក៏បានឲ្យលីនលីជួយរៀបរាប់ប្រាប់នាងអំពីពេលវេលាដែលគាត់រៀននៅសាលា Ensuter បានដែរទេអ្នកទាំងពីរក៏បានជជែកគ្នារហូតដល់កេងលក់ទាំងពីរនាក់នៅឯរៀនហាលខាងក្រៅនឹងតែម្ដងបន្ទាប់ពីបានដឹងខ្លួនមុខនឹងមកប៉ះគ្នារៀងអៀនបន្តិចអាលីស៊ឺក៏បានឲ្យលីនលីកំដរនាងដើរលេងបន្តិចបានដែរទេនៅពេលដែលបានដើរលេងអាលីស៊ឺសួរថាបងប្រុសលីនលីតើបងចូលចិត្តព្រិលដែរទេព្រិលខ្ញុំស្រឡាញ់ព្រិលណាស់វាស្អាតនិងបរិសុទ្ធហោរាសាស្ត្រគឺបានទេថាយប់នេះនឹងមានព្រិលធ្លាក់ប៉ុន្តែវាមិនដំណើរការដោយការគ្រោងទុកនោះទេឪពុករបស់ខ្ញុំមានអារម្មណ៍មិនល្អហើយបានស្ដីបន្ទោសខ្ញុំម្ដាយរបស់ខ្ញុំក៏បានបោះបង់ខ្ញុំចោលនិងចាកចេញហើយខ្ញុំតែងតែដឹងថាសម្រាប់មនុស្សគ្រប់គ្នាខ្ញុំគឺគ្រាន់តែជាចំណែកលើលីនលីគាត់ក៏បានប្រើវេទមន្តបង្ការទៅជាព្រិលធ្លាក់ធ្វើឲ្យអាលីស៊ឺនាងពិតជារំភើបខ្លាំងមែនទែនជីវិតរបស់យើងគឺមិនអាចទីទុកមុនបានទេប៉ុន្តែអ្វីអាចធ្វើទៅបានដោយការខិតខំប្រឹងប្រែងរបស់មនុស្សម្នាក់អាលីស៊ឺនាងរំភើបរហូតដល់ស្រក់ទឹកភ្នែកបន្តមកក៏បានសួរបងប្រុសលីនលីតើបងនឹងការពារខ្ញុំរហូតដែរទេលីនលីក៏បានងក់ក្បាលប្រយាយអ្នកទាំងពីរក៏បានថើបគ្នាត្រង់នឹងទៅជាមួយនឹងសំឡេងតន្ត្រីដ៏រ៉ូមែនទិកនៅថ្ងៃបន្ទាប់នៅពេលដែលលីនលីទៅរៀនក៏គាត់បាននឹករលឹកទៅដល់អាលីស៊ឺខណៈពេលដែលអាលីស៊ឺតែងតែរងចាំមើលលីនលីធ្វើដំណើរឆ្លងកាត់ផ្លូវមួយនេះសរសេរសម្បត្តិផ្ញើទៅគ្នាទៅវិញទៅមកហ្វឹកហាត់អស់កម្លាំងប៉ុន្តែគ្រាន់តែបានឃើញផ្កាអាលីសលីនលីក៏មានកម្លាំងព្រឹសវិញភ្លាមតែម្ដងពិភពលោករបស់លីនលីនៅពេលនេះគឺភេងហើយសម្បីតែបងប្អូនទាំង3ហ្នឹងក៏ចង់មើលពីសម្បត្តិស្នេហាហ្នឹងដែរនៅពេលដែលទំនេរលីនលីក៏បានកំដរអាលីស៊ឺដើរលេងនៅក្នុងទីក្រុងដោយចាប់ផ្ដើមកសាងនៅអនុស្សាវរីយ៍រូបភាពក៏បានកាន់មកដល់នៅឯទីតាំងមួយមនុស្សដេកស្លាប់ជាច្រើននាក់ម្នាក់នេះកំពុងតែរងរបួស Hooker ក៏បានលើកដាវភ្ជុងគេបន្ទាប់ពីបានឃើញមុខរបស់ Hooker គឺជាឯង Hooker ក៏បានសួរលីណាស្លាប់ដោយរបៀបណាឃើញថាគេមិននិយាយចាក់មួយដែរទៅយើងមិនប្រកាន់នោះទេបើសិនជាឲ្យយើងហែកឯងជាបំណែកបន្តិចម្ដងគេព្រមឆ្លើយហើយខ្ញុំគ្រាន់តែធ្វើតាមបញ្ជាប៉ុណ្ណោះបញ្ជារបស់អ្នកណា Patterson គឺជាអង្គញា Patterson ហេតុអ្វីបានជាគេធ្វើបែបនេះម្នាក់ហ្នឹងគេក៏បាននិយាយថានេះមិនមែនជាអាចកំបាំងដែលលោកអាចប៉ះពាល់បាននោះទេវាពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងរវាងព្រះមហាក្សត្រហើយនិងសម្ដេចប៉ាបខ្ញុំក៏មិនច្បាស់ដូចគ្នាដែរខ្ញុំគ្រាន់តែបានឮពួកគេនិយាយអំពីវាប៉ុណ្ណោះគឺការសម្អាតព្រលឹងរាងកាយផ្ទុកនៅការចាប់បដិសន្ធិឡើងមកវិញនិងអ្វីផ្សេងទៀតខ្ញុំពិតជាមិនដឹងនោះទេខ្ញុំបានប្រាប់លោកគ្រប់យ៉ាងហើយសូមដោះលែងខ្ញុំទៅ Hooker គាត់ក៏បានបង្ហាញអាប៉ែហ្នឹងទៅរូបភាពក៏បានកាន់មកដល់នៅពេលយប់មួយហាក់ដូចជាប៉ុនអ្វីមួយយ៉ាងដែលប្រជាជនក៏ដូចជាមនុស្សម្នាជាច្រើនបានកាន់នៅទៀនហើយក្នុងនោះលីនលីហើយនិងអាលីស៊ឺក៏បានធ្វើដំណើរចូលរួមផងដែរនាងក៏បាននិយាយបងប្រុសលីនលីនេះជាលើកដំបូងហើយដែលខ្ញុំបានឃើញបងស្លៀកពាក់បែបផ្លូវការបែបនេះលីនលីក៏ថានេះគឺជាថ្ងៃបុណ្យនៃទ្វីបយូឡែនហើយក៏ជាការណាត់ជួបផ្លូវការលើកដំបូងរបស់ពួកយើងផងដែរអញ្ចឹងហើយគាត់ត្រូវតែយកចិត្តទុកដាក់នឹងឯងសំឡេងផ្លុំស្នែងមួយក៏បានបន្លឺឡើងយើងឃើញមានអ្នកចម្បាំងច្រើនអ្នកខ្លាំងមែនទែនអមជាមួយនឹងទង់ជ័យលីនលីមើលទៅពួកគាត់ក៏សិតតែមិនអន់នោះទេអាលីស៊ឺក៏និយាយថាត្រូវហើយពួកគាត់គឺសិតតែជាអ្នកចម្បាំងនៃទីសក្ការៈបូជានៃពន្លឺបរិសុទ្ធពួកគាត់ទាំងអស់គឺសិតតែចាប់ពីកម្រិត5ទៅឬក៏ខ្ពស់ជាងនេះលីនលីក៏ភ្ញាក់ផ្អើលដែរឃើញអត់ខ្ញុំប្រាប់បងហើយថាបងមិនខកចិត្តនោះទេពេលដែលមកកម្មវិធីបុណ្យមួយនេះនៅពេលហ្នឹងយើងក៏បានឃើញទីលានាងក៏ឈរពីក្រោយលីនលីដែរហាក់ដូចជាសម្លឹងមើលពួកគេមាននៅភាពផ្អែមល្ហែមហើយនាងក៏បានចាកចេញទៅប្រហែលជាអន់ចិត្តឬក៏ចំណែនអីហើយមើលទៅបន្តមកយើងក៏បានឃើញវត្តមាននៅមនុស្សម្នាក់ដើរមកពោពេញដោយអំណាចខ្លាំងមែនទែនប្រជាជននៅជុំវិញទីនេះក៏បានស្រែកឲ្យថាសូមព្រះអង្គម្ចាស់ Kerlighter មានអាយុយឺនយូរសូមឲ្យព្រះអង្គម្ចាស់ Kerlighter មានអាយុយឺនយូរហើយម្នាក់នេះគឺជាប្អូនប្រុសរបស់ព្រះអង្គម្ចាស់ Kerlighter ដែលគេគឺជាអង្គញា Patterson នោះឯងចំពោះព្រះអង្គម្ចាស់ Kerlighter រហស្សនាមគឺជាម្ចាស់តោ
មាសលីនឡេក៏ឆ្ងល់មិនបានជាមានអ្នកចម្បាំងការពារទៅកាន់អុកញ៉ា Patterson នឹងច្រើនខ្លាំងម្ល៉េះគណៈពេលដែលព្រះអង្គម្ចាស់គឺមានអ្នកបម្រើចាស់តែម្នាក់ប៉ុណ្ណោះនោះក៏ព្រោះតែព្រះអង្គម្ចាស់ Curlighter គឺជាអ្នកចម្បាំងលេខ1នៅក្នុងអាណាចក្រ Finland គាត់គឺជាអ្នកចម្បាំងកម្រិតទី9ហើយចំពោះអុកញ៉ា Patterson គាត់គឺមានកម្លាំងជាអ្នកចម្បាំងកម្រិតទី7ប៉ុណ្ណោះដូច្នេះគាត់ត្រូវតែមានអ្នកការពារច្រើនជាងព្រះអង្គម្ចាស់ហ្នឹងហើយ Linley ក៏សម្លឹងមើលដោយការញាក់ផ្អើលថាអញ្ចឹងនេះគឺជាអ្នកចម្បាំងកម្រិត9 Alice ក៏បានអូសដៃ Linley ដើម្បីស្ទុះទៅកាន់ទីសក្ការៈនៅពេលដែលកំពុងតែរត់ទៅហ្នឹងក៏បានជ្រោះគ្នាជាមួយនឹង Hooker ផងដែរមើលទៅហាក់ដូចជា Hooker ក៏បានកត់សម្គាល់ដឹងពី Linley គ្រាន់តែ Linley ប្រហែលជាមិនបានដឹងនោះទេដោយសាច់រឿងរបស់យើងនៅក្នុងភាគទី12នេះក៏បានslash ត្រឹមតែប៉ុណ្ណឹងបើសិនបើគ្នាយើងចូលចិត្តកុំភ្លេចជួយចុច like និង subscribe ឲ្យ channel ថ្មីរបស់ admin ម្នាក់នេះមួយផងណាអរគុណច្រើនយើងចាំជួបគ្នានៅវីដេអូក្រោយ